អរគុណចំពោះការចែករំលែកពាក្យស្លោកដ៏មានអត្ថន័យនេះពាក្យថាប៊ូមើកាច់ត្រូវចេះគិតជាពាក្យស្លោកខ្មែរដ៏ពីរោះនិងមានជ្រៅជាងអ្វីដែលឃើញនៅតាមបណ្ដាញសង្គមពាក្យនេះត្រូវបានគេបកស្រាយនិងយកទៅអនុវត្តខុសគ្នាប៉ុន្តែខ្លឹមសារចម្បងគឺ 1. អត្ថន័យផ្ទាល់មើកាច់មានន័យថាការមើលងាយមើលរាក់ឬមិនយកចិត្តទុកដាក់ត្រូវចេះគិតមានន័យថាត្រូវដឹងរបៀបគិតត្រូវមានស្មារតីវៃឆ្លាតហេតុដូច្នេះការបកស្រាយទូទៅគឺនៅពេលដែលគេមើលងាយមើលរាក់យើងត្រូវតែចេះគិតចេះដោះស្រាយស្ថានភាពនោះឲ្យបានវៃឆ្លាតជាងការខឹងឬឆ្លើយតបដោយអារម្មណ៍ 2. អត្ថន័យជ្រៅនិងការអនុវត្តក្នុងជីវិតពាក្យស្លោកនេះត្រូវបានគេយកមកប្រើក្នុងបរិបទផ្សេងក្នុងការងារនិងសង្គមនៅពេលមានអ្នកដទៃមើលងាយលើសមត្ថភាពឬឋានៈរបស់យើងមិនត្រូវខឹងសម្បារធ្វើឲ្យខ្លួនឯងឈឺចាប់នោះទេផ្ទុយទៅវិញយើងត្រូវគិតគឺត្រូវស្ងៀមស្ងាត់ខិតខំបង្ហាញសមត្ថភាពឲ្យគេឃើញតាមរយៈផលនៃការងារនិងទង្វើល្អការសម្ដែងឲ្យឃើញពីតម្លៃខ្លួនឯងគឺជាចម្លើយដ៏វៃឆ្លាតបំផុតក្នុងការចាប់តាក់ទងផ្ទាល់ខ្លួននៅពេលមានជម្លោះឬការមិនយល់ស្របគ្នាការដោះស្រាយដោយអារម្មណ៍និងការខឹងសម្បារនឹងធ្វើឲ្យស្ថានភាពអាក្រក់ឡើងការគូចេះគិតនៅទីនេះមានន័យថាត្រូវដាក់អារម្មណ៍ចុះយកចិត្តទុកដាក់គិតពីមូលហេតុហើយរកមធ្យោបាយដោះស្រាយដែលល្អជាងក្នុងការអភិវឌ្ឍខ្លួនឯងពាក្យស្លោកនេះក៏អាចយល់ថាជាការកំណត់ដានឲ្យខ្លួនឯងផងដែរនៅពេលជួបការលំបាកឬការរិះគន់យើងត្រូវគិតថាតើយើងអាចរៀនសូត្រពីស្ថានភាពនេះឬកែលម្អខ្លួនឯងបានយ៉ាងដូចម្តេច 3. តម្លៃខ្មែរដែលត្រូវបានឆ្លុះបញ្ចាំងពាក្យស្លោកនេះឆ្លុះបញ្ចាំងពីបញ្ញានិងភាពអត់ធ្មត់របស់ជនជាតិខ្មែរជំនឿនេះបង្រៀនឲ្យយើងរក្សាសន្តិភាពចិត្តនិងភាពអាណិតស្រឡាញ់ប្រើប្រាស់ហេតុផលនិងបញ្ញាជាងកម្លាំងនិងអារម្មណ៍យកគ្នាទៅជាមួយស្ថានភាពដោយស្មារតីវៃឆ្លាតសរុបសេចក្តីមកពាក្យយូមើកាច់ត្រូវចេះគិតគឺជាមេរៀនជីវិតដ៏ល្អដែលអនុវត្តបានទាំងក្នុងជីវិតគ្រួសារការងារនិងសង្គមវាជាអាវុធដ៏រឹងមាំក្នុងការទប់ទល់នឹងឧបសគ្គនិងការមើលងាយដោយបង្វែរវាទៅជាឱកាសសម្រាប់ការលូតលាស់និងការបង្ហាញពីសមត្ថភាពខ្លួនឯង